ប្រាប់អំពីរបៀបក្នុងការបើកយកជាមួយនឹង skin 11ដោយចំណាយត្រឹមតែ6 weekly pass ទេគ្នាយើងក៏អាចធ្វើការ exchange ជាមួយនឹង skin ដូចជា Thamus Nolan Xbox Cushion វ៉ាន់វ៉ាន់ក៏ដូចជា Hayabusa ផងដែរអញ្ចឹងមុននឹងចូលដល់វីដេអូយើងសម្រាប់គ្នាយើងដែលមកក្រោយកុំភ្លេចជួយចុច subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការធ្វើវីដេអូ update ថ្មីៗជូនទៅកាន់បងប្អូនទាំងអស់គ្នាបន្តទៀតមុននឹងចូលដល់របៀបចាប់យើងទៅមើលជាមួយនឹង event ខ្លះៗសិននេះគឺជា event Mega Draw គ្នាយើងអាចប្រើជា Diamond ទៅទិញជាមួយនឹង ticket នៅក្នុង event ហ្នឹងបានដោយសារតែកន្លែងហ្នឹងគេ discount ជាមួយនឹង Diamond អញ្ចឹងណាចំណែកមួយនេះគឺជា event Daily Recharge បើសិនជាអ្នកទាំងអស់គ្នា top up មួយថ្ងៃ100 Diamond គ្នាយើងនឹងទទួលបាន ticket មួយស្អែកឡើង top up 100 Diamond ទៀតបានមួយ ticket ទៀតហើយបើគ្នាយើង top up ចំនួន5ថ្ងៃគ្នាយើងទទួលបានមួយ ticket បន្ថែមទៀតខាងក្រោមនេះហើយបើសិនជាគ្នាយើង top up រហូតដល់8ថ្ងៃគ្នាយើងបាន ticket 2បន្ថែមទៀតសម្រាប់ថ្ងៃ free ticket លើកទី1គឺចាប់ពីថ្ងៃទី7ខែ11រហូតដល់ថ្ងៃទី11ខែ11ដែលមាន ticket ចំនួន18 ticket ជាមួយនឹង promo Diamond 800សម្រាប់ការ free ticket លើកទី2គឺចាប់ពីថ្ងៃទី14ខែ11រហូតដល់ថ្ងៃទី18ខែ11ដែលមានត្រឹមតែ ticket ចំនួន18 ticket ទេនេះគឺជាការ free ticket ជាលើកទី1ធ្វើការ login game មួយបានមួយ ticket recharge ម្ដងបានមួយ ticket ទៀតrecharge 50 Diamond បានមួយ ticket និង promo Diamond 50 recharge 100 Diamond បាន2 ticket ទៀតនិង70 promo Diamond recharge 250 ពេជ្របាន4 ticket និង80 promo Diamond recharge 500 Diamond បាន5 ticket និង100 promo Diamond បើអ្នកទាំងអស់គ្នា recharge ដល់1000 Diamond គ្នាយើងនឹងទទួលបានជាមួយនឹង500 promo Diamond បន្ថែមចំណាយ100 Diamond បានមួយ ticket ចំណាយ250 Diamond បានមួយ ticket ទៀតហើយចំណាយរហូតដល់500 Diamond បាន2 ticket បន្ថែមទៀតចំណែកនេះគឺជាការ free ticket ជាលើកទី2 log in game បានមួយ ticket top up diamond បានមួយ ticket recharge 50 diamond បានមួយ ticket recharge 100 diamond បាន2 ticket recharge 250ពេជ្របាន4 ticket recharge 500ពេជ្របាន5 ticket ចំណាយ100ពេជ្របានមួយ ticket ចំណាយ250ពេជ្របានមួយ ticket ចំណាយរហូតដល់500ពេជ្របាន2 ticket បន្ថែមទៀតសរុបទៅ18 ticketចាប់ផ្ដើមថ្ងៃដំបូងគឺជាថ្ងៃទី5ខែ11បងប្អូនគ្រាន់តែធ្វើការ top up ជាមួយនឹង Diamond ចំនួន100 Diamond នោះបងប្អូននឹងទទួលបានជាមួយនឹង ticket មួយ free តែម្ដងពីកន្លែង event Daily Recharge ថ្ងៃបន្ទាប់ទី6បងប្អូនគ្រាន់ធ្វើការដាក់100 Diamond ដូចគ្នាហើយបងប្អូននឹងទទួលបាន ticket ពីកន្លែង event Daily Recharge មួយទៀតចូលមកដល់ថ្ងៃទី7ដែលជាថ្ងៃគេ free ticket ជាលើកទី1បងប្អូនគ្រាន់តែធ្វើការដាក់ជាមួយនឹង weekly pass ចំនួន3មកបងប្អូននឹងទទួលបានជាមួយនឹង ticket មួយ free ពី event Daily Recharge ហើយបងប្អូនកុំភ្លេចធ្វើការ draw វាមក draw ផងកន្លែងគេ discount 50% នេះអញ្ចឹងនៅថ្ងៃទី7ហ្នឹងបងប្អូនកុំតាន់ធ្វើការ claim ជាមួយនឹង ticket បើចង់ចំណេញធ្វើតាម admin នៅថ្ងៃទី8បងប្អូនគ្រាន់តែធ្វើការ draw វាកន្លែងគេ discount 50% នេះមួយមកចូលដល់ថ្ងៃទី9បងប្អូនគ្រាន់តែធ្វើការ draw វាកន្លែងគេ discount 50% នេះមួយបន្តមកគ្នាយើងធ្វើការ draw ចំនួន13 draw ដោយប្រើជាមួយនឹង promo Diamond របស់យើងចំនួន1040 promo Diamond បូកជាមួយនឹង Diamond ពណ៌ខៀវរបស់យើងចំនួន260ពេជ្រដោយសារតែក្នុងមួយត្រគ្នាយើងចំណាយ Diamond ពណ៌លឿងនឹងចំនួន80បូកជាមួយនឹង Diamond ពណ៌ខៀវចំនួន20បន្តមកបងប្អូនគ្រាន់តែធ្វើការ claim ជាមួយនឹង ticket របស់បងប្អូនដែលមានចំនួន11 ticket រួចធ្វើការ draw វាទាំងអស់មកចូលមកដល់ថ្ងៃទី10គ្នាយើងគ្រាន់តែធ្វើការ draw មក draw មកត្រង់កន្លែងគេ discount 50% នេះមកដល់ថ្ងៃទី11បងប្អូនគ្រាន់តែធ្វើការ draw វាមក draw ត្រង់កន្លែងគេ discount 50% នឹងដូចគ្នាពេលហ្នឹងគឺបងប្អូនអាចធ្វើការ claim ជាមួយនឹង ticket 2បន្ថែមទៀតដោយសារតែបងប្អូនចំណាយរហូតដល់500ពេជ្រចូលមកដល់ថ្ងៃទី12និងទី13បងប្អូនបាច់ត្រូវទេទុកវាចោលទៅឈានចូលដល់ថ្ងៃទី14គឺជាថ្ងៃដែលគេ free ticket ជាលើកទី2បងប្អូនគ្រាន់តែធ្វើការដាក់ជាមួយនឹង weekly pass ចំនួន3មករួចធ្វើការ draw វាមក draw ត្រង់កន្លែងគេ discount 50% អញ្ចឹងនៅថ្ងៃហ្នឹងបងប្អូនកុំតាន់ធ្វើការ claim ជាមួយនឹង ticket អីទុកវាចោលសិនទៅធ្វើតាម admin ទៅនៅថ្ងៃទី15ទី16និងទី17បងប្អូនគ្រាន់តែធ្វើការ draw វាមួយថ្ងៃមក draw ទៅត្រង់កន្លែងគេ discount 50% ឈានចូលដល់ថ្ងៃទី18បងប្អូនគ្រាន់តែធ្វើការ draw វាមក draw ត្រង់កន្លែងគេ discount 50% បន្តមកបងប្អូនធ្វើការយកជាមួយនឹង ticket ទាំង11 ticket ហ្នឹងមករួចធ្វើការ draw វាទាំងអស់ទៅចាប់ពីថ្ងៃទី19រហូតដល់ថ្ងៃទី23បងប្អូនគ្រាន់តែធ្វើការ draw វាមួយថ្ងៃមក draw ត្រង់កន្លែងគេ discount 50% មានន័យថាក្នុងមួយថ្ងៃបងប្អូនធ្វើការ draw មួយ draw នៅថ្ងៃទី24បងប្អូនបាច់ draw ទេចន្លោះវាចោលទៅថ្ងៃទី25បងប្អូនធ្វើការ draw មួយ draw ថ្ងៃទី26និងទី27មិនបាច់ draw ទេថ្ងៃទី28បងប្អូនធ្វើការ draw មួយ draw ថ្ងៃទី29បងប្អូនបាច់ draw ទេថ្ងៃទី30បងប្អូនធ្វើការ draw វាមួយ draw ឈានចូលដល់ខែថ្មីថ្ងៃទី1និងថ្ងៃទី2ខែ12បងប្អូនបាច់ draw ទេថ្ងៃទី3ខែ12បងប្អូនធ្វើការ draw មួយ draw ថ្ងៃទី4ខែ12បងប្អូនបាច់ draw ទេថ្ងៃទី5គឺជាថ្ងៃចុងក្រោយបងប្អូនធ្វើការ draw វាមួយ draw អញ្ចឹងតកតងជាមួយនឹងថ្ងៃទី24ដល់ថ្ងៃទី5ហ្នឹងបើសិនជាបងប្អូនមាន Diamond បងប្អូនអាចធ្វើការ draw វាជារៀងរាល់ថ្ងៃបានហើយបើសិនជាបងប្អូនគ្រប់ជាមួយនឹង800 crash ហ្នឹងអាចដូរជាមួយនឹង